Bà group chuẩn bị số phục mai ôm phù minh bom ôn từng ở chỉ ti groupนึงchỉ ti nực rồi lậtสำหรับวิดีโอคลิปมื้อนี้ខ្ញុំលើកយកបញ្ហាការបែកបាក់ឬក៏ការចែកផ្លូវគ្នានៅក្នុងសង្គមកម្ពុជាជាទូទៅនៅស្រុកខ្មែរយើងឃើញភាគច្រើនសើតែ90ទៅ95%នៅពេលដែលឪពុកម្ដាយលែងលះគ្នាហើយក្នុងចំណងនោះគឺមានកូនផងដែរកូនហ្នឹងពេលដែលឪពុកម្ដាយលែងលះគ្នាបើសិនជាកូននៅខាងម្ដាយតែងតែបង្គាប់បច្ចេកកូនមិនឲ្យជួបឪពុកមិនឲ្យរាប់រកឪពុកមិនឲ្យស្រឡាញ់ឪពុកគឺបិទបាំងតែម្ដងហើយការដែលឪពុកចង់ជួបកូនក៏ពិបាកនៅក្នុងការស្វែងរកកូនដែរដោយសារមានការបិទបាំងការលាបមិនឲ្យឪពុកហើយនឹងកូនជួបគ្នាបានទេបើយើងនិយាយឲ្យត្រង់ទៅឧទាហរណ៍ថាការដែលអនុញ្ញាតឲ្យកូនឪពុកនឹងជួបគ្នាគឺជារឿងមួយមិនមែនជាកំហុសទេមិនមែនជាការលំបាកទេព្រោះអីយើងជាប្តីជាប្រពន្ធជាឆ្លោះគ្នាលែងលះនេះយើងអត់បានឆ្លោះជាមួយកូនទេដូច្នេះគួរតែម្ដាយឬក៏គួរតែឪពុកនឹងផ្ដល់សិទ្ធិអំណាចទៅឲ្យកូនទៅជួបឪពុកឬក៏ឲ្យកូនទៅជួបម្ដាយហើយអនុញ្ញាតឲ្យម្ដាយឬក៏អនុញ្ញាតឲ្យឪពុកនឹងជួបគ្នាផងនៅខ្មែរយើងឃើញថាមានការបង្គាប់មិនឲ្យកូនទៅជួបឪពុកឬក៏ទៅជួបម្ដាយនេះគឺជារឿងរ៉ាវមួយដែលកើតឡើងនៅក្នុងសង្គមខ្មែររបស់យើងបើយើងសម្លឹងទៅមើលនៅប្រចាំប្រទេសឬក៏ប្រទេសផ្សេងទៀតដូចជាមិនដល់ថ្នាក់ហ្នឹងទេជួនកាលឪពុកម្ដាយគាត់លែងគ្នាមែនប៉ុន្តែឪពុកម្ដាយនេះអាចធ្វើដំណើរកម្សាន្តជាមួយគ្នាបានគ្រាន់តែមិនស្ថិតនៅក្នុងរង្វង់គ្រួសារតែមួយមានន័យថាគាត់មិនដេកនៅជាមួយគ្នាប៉ុន្តែការទំនាក់ទំនងនៅតែការរាប់អានគ្នាដដែលវាខ្លាយទៅជា friend វាមិនជា life partner តែនៅកម្ពុជាយើងកាលណាលែងលះនេះគឺខ្លាចទៅជាសត្រូវភាគច្រើនគឺខ្លាចទៅជាសត្រូវមានតែភាគតិចប៉ុណ្ណោះដែលថាគាត់លែងលះនេះហើយគាត់អនុញ្ញាតឲ្យប្រពន្ធឲ្យប្តីឬម្ដាយឪពុកនឹងបានជួបជាមួយនឹងកូននឹងនេះគឺជារឿងមួយដែលគួរតែមានការកែប្រែនៅពេលដែលឪពុកម្ដាយលែងនេះមិនគួរថាឲ្យកូនឲ្យអីនឹងស្អប់មកខាងទេព្រោះអីត្រូវយល់ថាការដែលលែងលះនេះគឺដោយត្រឹមតែមនុស្សពីរនាក់ទេត្រឹមតែជាភរិយានិងស្វាមីប៉ុណ្ណោះយើងអត់បានទទួលទេជាមួយកូនទេដូច្នេះយើងគួរតែផ្ដល់សិទ្ធិដល់អំណាចដល់កូនដើម្បីមានជំរឿសទៅជួបឪពុកឬក៏ជួបម្ដាយរបស់គេបាទសូមអរគុណ